ដោយសារតែមិត្តស្រីរបស់គាត់ស្អប់ជាមួយនឹងការធាត់ខ្លាំងពេកបុរសម្នាក់នោះក៏បានសម្រេចចិត្តកាត់ក្រពះរបស់គាត់3/4ចោលពេលនេះក្រពះរបស់គាត់មានទំហំប៉ុនជាមួយនឹងពងមាន់រួចបោះក្រពះដែលនៅសល់នោះចោលគ្រូពេទ្យក៏ចាប់ផ្ដើមភ្ជាប់ពោះវៀនតូចទៅជាមួយនឹងក្រពះ1/4វិធីនេះមិនត្រឹមតែអាចឲ្យគាត់មានក្រពះថ្មីតូចប៉ុណ្ណោះទេវានៅអាចឲ្យគាត់បានញ៉ាំអាហារតាមធម្មតាបុរសម្នាក់នោះក៏បានស្រកទម្ងន់យ៉ាងលឿនក្នុងរយៈពេលដ៏ខ្លីប៉ុន្តែមិត្តស្រីរបស់គាត់មិនមែនជាមនុស្សនោះទេដើម្បីតែលុយមិត្តស្រីក៏បានចាប់មិត្តប្រុសយកទៅដាក់នៅខាងក្នុងវ៉ាលីទីបំផុតមិត្តប្រុសដែលបានដកក្រពះ1/4ចេញធ្វើឲ្យគាត់បានស្គមមិត្តស្រីក៏អាចដាក់ចូលទៅខាងក្នុងវ៉ាលីបានយ៉ាងងាយស្រួលនារីដែលជាសង្សារក៏បានដើរត្រឡប់ទៅបន្ទប់ដេកវិញលុះភ្ញាក់ពីដំណេកថ្ងៃបន្ទាប់ក៏បានប្រទះឃើញមិត្តប្រុសដេកស្លាប់នៅខាងក្នុងវ៉ាលីទីបំផុតស្ត្រីរោគនេះត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតប្រសិនបើអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាសុខចិត្តកាត់ក្រពះខ្លួនឯងដោយសារតែអ្នកដទៃដែរឬទេនេះគឺជាហេតុការណ៍មួយដែលម្ដាយឪពុកគ្រប់រូបត្រូវតែប្រុងប្រយ័ត្នក្មេងប្រុសបានរើសបានចង្កឹះហើយបានចាក់ចូលក្នុងប្រហោងច្រមុះតិចៗដឹងទេថាស្ទើរតែបាត់បង់ជីវិតទៅហើយចង្កឹះមិនគ្រាន់តែអាចចាក់ចូលជ្រៅទៅខាងក្នុងរន្ធច្រមុះហើយវាបានចាក់ចូលទៅខាងក្នុងខួរក្បាលរបស់ក្មេងប្រុសទើបម្ដាយឪពុកប្រញាប់ប្រញាល់ដើម្បីយកក្មេងទៅឲ្យពេទ្យសត្វជួយពីព្រោះតែពេទ្យសត្វមិនទាន់មានជំនាញច្បាស់លាស់ពេទ្យសត្វក៏ចាប់ផ្ដើមរុញចង្កឹះចូលទៅខាងក្នុងម្ដងទៀតហើយនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានរំពឹងទុកឥឡូវនេះក្មេងប្រុសក៏ចាប់ផ្ដើមធំដឹងក្ដីចៃដន្យក៏បានចាក់ជាមួយនឹងដៃចូលទៅខាងក្នុងខួរក្បាលរបាដៃយ៉ាងវែងក៏បានទម្លុះភ្នែកខាងឆ្វេងរបស់គាត់ក៏បានឆ្លងកាត់ចំកណ្ដាលខួរក្បាលអ្វីត្បិតតែភ្នែកខាងឆ្វេងរបស់គាត់ត្រូវបានបាត់បង់ប៉ុន្តែដោយសារតែមានជំនួយពីពេទ្យដែលមានជំនាញច្បាស់លាស់គាត់ក៏ត្រូវបានរួចផុតជីវិតដោយសារតែភ្នែកខាងឆ្វេងរបស់គាត់ត្រូវបានខូចខាតហើយទីបំផុតគាត់ក៏ក្លាយទៅជាមនុស្សមានស្មារតីមិនគ្រប់គ្រាន់យើងបានឃើញក្មេងប្រុសម្នាក់បានកាត់ស្នែងពពែយ៉ាងព្រៃផ្សៃដើម្បីការពារកុំឲ្យដុសលឿនខ្លាំងពេកនិងការពារភ្នែករបស់ពពែគេតែងតែកាត់ស្នែងពពែដើម្បីការពារកុំឲ្យវាដុសលឿនខ្លាំងពេកប៉ុន្តែមិនទាន់បានប្រហែលថ្ងៃក្រោយផងក្មេងប្រុសក៏បានភ្លេចកាត់ស្នែងពពែធ្វើឲ្យស្នែងបានដុសលឿននិងចាក់ចូលទៅខាងក្នុងភ្នែកបើមិនព្យាបាលទាន់ពេលវេលាទេគ្រាប់ភ្នែករបស់ពពែអាចឆ្លងមេរោគបានយ៉ាងងាយស្រួលនេះមិនត្រឹមតែបាត់បង់ភ្នែកប៉ុណ្ណោះនោះទេហើយជួនកាលវាអាចគំរាមកំហែងដល់អាយុជីវិតរបស់ពពែទៀតផងក្មេងប្រុសត្រូវតែតាមដានស្នែងពពែរៀងរាល់អាទិត្យម្ដង